ថ្ងៃនេះថ្ងៃអាទិត្យរសៀលទំនេរក៏ឲ្យកូនរៀនរំលឹកលេខខ្មែរពីលេខ1ដល់លេខ8ចំពោះលេខខ្មែរកូនអាចសរសេរបានហើយតែគ្រាន់តែអត់ដែលសរសេរលើសៀវភៅកាឡាតូចឥឡូវនេះយើងនឹងចាប់ផ្ដើមរៀនសរសេរលើសៀវភៅកាឡាតូចវិញម្ដងហើយសម្រាប់ជនជាអ្នកទាំង33តួគឺយើងបានបញ្ចប់ជាស្ថាពរហើយអញ្ចឹងសង្ឃឹមថាកូនរបស់ប៉ាម៉ាក់នឹងចាប់ផ្ដើមរៀនសរសេរឲ្យបានស្អាតទាំងអស់គ្នាណាហើយក៏សូមថ្លែងអំណរគុណដល់ម៉ាក់គាត់ពិតជាចាប់អារម្មណ៍ហើយគាត់ពិតជាស្រឡាញ់ក្នុងការដែលបង្រៀនកូនរបស់គាត់នៅផ្ទះហើយគាត់ក៏ថាទាល់មកសួរតាក់ទងមួយវិធីសាស្ត្របង្រៀនហើយក៏មានម៉ាក់ខ្លះក៏ឆាទិញជាសៀវភៅកាឡាតូចអីអញ្ចឹងណាពិតជាអរគុណខ្លាំងមែនតើពិតជាសូមអធ្យាស្រ័យខ្លាំងមែនតើដោយសារខ្ញុំអត់ទាន់មានលក់ជាសៀវភៅនឹងទិញនៅផ្សារដែរហើយខ្ញុំក៏មិននឹកស្មានថាការធ្វើវីដេអូរបស់ខ្ញុំពិតជាមានសារៈសំខាន់សម្រាប់ម៉ាក់ទាំងអស់គ្នាដែលមានកូនតូចសោះដែរអញ្ចឹងណាតែពិតជារំភើបហើយក៏សប្បាយចិត្តដែលបានជួយលើកទឹកចិត្តម៉ាក់ក៏ដូចជាកូនរបស់ម៉ាក់ដែលនៅតូចហ្នឹងបដូរពីការមើលទូរស័ព្ទមកការមើលមេរៀនសរសេរអក្សរឲ្យបានស្អាតលើសៀវភៅកាឡាតូចជំនួសវិញហើយខ្ញុំក៏នឹងសន្យាថាព្យាយាមបង្កើតវីដេអូល្អៗសម្រាប់ក្មេងៗតូចពីការសិក្សារៀនសូត្រ